ពេលវេលាឈប់ទទួលសំណើម៉ោង2:10 នាទីបាទការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រីត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យនៅថ្ងៃទី13ខែឧសភាឆ្នាំ2025នេះគណៈកម្មការលទ្ធកម្មឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបបានប្រកាសពីការបញ្ចប់ការដេញថ្លៃជាស្ថាពរនៅគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តអាជ្ញាធរស្រុកមន្ត្រីបច្ចេកទេសស្រុកគណៈកម្មការលទ្ធកម្មឃុំអ្នកសារព័ត៌មាននិងតំណាងក្រុមហ៊ុនដេញថ្លៃលោកផិនថោងប្រធានគណៈកម្មការលទ្ធកម្មឃុំបានឲ្យដឹងថាឆ្នាំ2025នេះឃុំបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែស្ថិតក្នុងភូមិអូទទឹងមានប្រវែង 0.7 គីឡូម៉ែត្រទទឹង 4.5 ម៉ែត្រកម្រាស់គ្រួសក្រហម 0.15 ម៉ែត្រស្លាកសញ្ញាចរាចរណ៍ចំនួន1បង្គោលការពារផ្លូវចំនួន2និងស្លាកសញ្ញាគម្រោងចំនួន1ក្នុងតម្លៃប៉ាន់ស្មាន387លាន 61302 រៀលដោយមានក្រុមហ៊ុនចំនួន3បានដាក់សំណើជាលទ្ធផលបានទៅលើក្រុមហ៊ុន TTSBL ក្នុងតម្លៃ386លានក្រោយការដេញថ្លៃក្រុមហ៊ុនដែលទទួលបានការម៉ៅការចំពោះគម្រោងសាងសង់ផ្លូវខាងលើបានធ្វើការបដិញ្ញាចិត្តដោយសន្យាថានឹងធ្វើឲ្យបានទាន់ពេលវេលាត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេសតាមលក្ខខណ្ឌដោយដែលមានចែងនៅក្នុងកិច្ចសន្យា